នេះគឺជារបៀបដែលយើងកំណត់ skill នៅក្នុងខ្មែរ Auto ដើម្បីយើងប្រើវាជាមួយនឹង function quest បាក់ quest ចាប់ចោល join ver PVP sky door ហើយនឹង white monster ឬមួយក៏ hero នេះជាដើមហ្នឹងហើយអញ្ចឹងដើម្បីកំណត់ skill គឺយើងគ្រាន់តែចូលកន្លែង skill tab នេះមកអញ្ចឹងយើងចុចលើ skill ណាដែលយើងចង់កំណត់ឧទាហរណ៍ថាខ្ញុំដាក់ឲ្យ skill ជើងទី1អញ្ចឹងខ្ញុំចុចកំណត់មកហើយកន្លែងនេះគឺ cool down អញ្ចឹងខ្ញុំចង់ឲ្យវាវាយ0 cool down ហើយដាក់ tick កន្លែងនេះមកបន្ទាប់មកសម្រាប់ skill burst យើងអាចដាក់ skill ភ្នែក skin size ខ្ញុំដាក់ថា20 second ចុះបន្ទាប់មកដាក់ tick បន្ទាប់មកដាក់ skill sub energy ហើយឲ្យវាប្រើ0 second ដែរបើសិនជាយើងដាក់ delay ខ្ពស់ពេកcool down ខ្ពស់ពេកវានឹង sub energy យូរអញ្ចឹងយើងដាក់0ដែរមកចំពោះប៉ាក់ផ្សេងទៀតក៏អាចកំណត់អញ្ចឹងបានដែរគ្រាន់តែថាប៉ាក់មួយចំនួនដូច KM ឬមួយក៏ skill ដែល cool down អត់មាន cool down អញ្ចឹងយើងគួរតែដាក់ cool down វាប្រហែលជា80 second ឬមួយក៏30 second ទៅតាមចំណង់ចំណូលចិត្តរបស់យើងទៅហ្នឹងហើយអញ្ចឹងបន្ទាប់ពីយើងកំណត់ហើយយើងអាចបើក function ដែលយើងចង់ប្រើបានដូចជា quest បាក់ចាប់ចោល join ver PVP sky door ឬមួយក៏ white monster អញ្ចឹងណាហើយត្រង់កន្លែងកំណត់ skill ហ្នឹងគឺមានកន្លែងយុទ្ធសាស្ត្រនេះគឺយើងមាន3ណាដើរទៅចិត្តប្រើ skill ពីចម្ងាយឬមួយក៏ឈរមកកន្លែងប្រើ skill សម្រាប់គេអស់ level CYD ឬមួយ EZ អីនេះហើយកន្លែងនេះក៏អាចមានកន្លែងយើងសេរីដោយរបៀបថាយើងឲ្យវាដើរជិះឧបសគ្គនេះរបៀបដើរជិះចេះហើយអានេះប្រើដៃឆ្វេងនេះគឺវាយដៃធម្មតាហ្នឹងហើយឥឡូវចាំមើលខ្ញុំបើកwhite monster អញ្ចឹងវាដើរទៅចិត្ត monster ហើយវាវាយឧទាហរណ៍ថាយើងបើក function ចាប់ចោលឬមួយក៏បើក function quest បាក់ឬមួយអីបន្ទាប់មកយើងអត់កំណត់ skill ឥឡូវឧទាហរណ៍ថាខ្ញុំលុបចោលវិញអញ្ចឹងនៅពេលដែលវាដើរទៅវាអត់វាយឃើញអត់វាអត់វាយដោយសារយើងអត់កំណត់ skill អញ្ចឹងដាក់ skill វិញមកហ្នឹងហើយអញ្ចឹងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេអរគុណច្រើន